បងសូមអនុមោទនាស្ដាប់នៅស្មូតព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារនិងបរិនិព្វានអាកាំងត្រជាងធ្លៀងជុំណូតាមព្រែកទឹកហូរសូរងំស្រនងវាលស្រែខែក្អាត់យំម៉ែឪនៅជុំសុខសប្បាយថ្ងៃហើយនឹងយប់កនឡងទៅបនសល់ទុកនៅរឿងទាំងឡាយនាងស្លាប់បាត់បង់ទាំងរូបកាយនាងរួមខ្វល់ខ្វាយជាធម្មតាអង្គព្រះទ្រង់ញៀនមានដែរជាងសំដែងប្រាប់ព្រះអានន្ទថារតែងដែលចាំងបទៅណាទៅបានដោយសារអបឫសីតថាគតចាំងក្រមគ្រាហើយមនាលអានន្ទអើយមានមុំអីដូចរតែងចាំងអបឫសីវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផាត់តាហាថ្ងៃត្រង់ហើយមាមិនកន្តើយស្គាល់សាំងស្ដាឆ្នាំម្សាញ់ខែមាឃថ្ងៃអាទិត្យពេញបរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាំងអាយុសង្ខារចំពោះមុខមាគ្រានោះឯងនៅនីបាវ៉ាឡាចេតដីក្បែរវេសាល័យក្រៅកំផែងក៏ក្រើកធរណីគ្រប់កន្លែងគោលាន់ខ្វាន់ខ្វែងខ្ទាស់អាកាំងក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាំងសំដែងគាថាអង្គចាណាំងរំលឹកយ៉ាងច្បាំងត្រាំងអវានទ្រង់បានត្រាំងថាសង្ខារទាំងឡាយតែងតែអន្តរាយវិញនាងខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភោជនដែលស្នួនឆ្នាំងដាំដុតដោយដីតូចក្ដីធំក្ដីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសត្វនេះក៏ក្មេងចាំងមានក្រពីលឬបណ្ឌិតចុងក្រោយរមែងតែងស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតថាគតមានប្រមាណតិចគោរពពីងពេញឥតកិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័ងសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែពិសាថ្ងៃអង្គារឆ្នាំម្សាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រុងស្រីជុំត្រៀបត្រាទីត្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងក្រុកកោសេនារារាំងភ្នំមួយគូសាលព្រឹក្សាមានផ្ទាំងសេឡានៅចន្លង់
កុំថាឡើយមនុស្សសោយសោកាសូម្បីទេវតាឋានទាំងអង្គយំសោកបោកប្រានស្ដាយស្រណងលន់ក៏ក្រើកអង្គភពផែនដីទីត្រង់នឹមពៀននងឥឡូវមានស្ទប់តាំងនៅល្អព្រឹមព្រៃសំគាល់ទីដែលព្រះចិនស្រីនឹមពៀនលើដីកុសេនារាក្នុងស្ទប់មានបដិមាថ្មកសាងយ៉ាងល្អគួរជ្រាំងថ្លាតំណាងព្រះសពព្រះសង្ឃស្ដាស្ដោកស្ដឹងកាយាសែនអាសូរនាងទៅដល់ពិតចិត្តដិតជាប់ឃើញដូចព្រះសពនៅជ្រងោមានច្បងចៃវរថ្វាយផ្លាំងបដូរទឹកនេត្រាហូរនឹកព្រះអង្គនឹកហាងដូចជានៅថ្មីនឹកព្រះចិនស្រីប្រងស្រោចស្រង់នឹកដល់ព្រះធម៌ល្អផូរផង់នឹកទាំងព្រះសង្ឃអង្គសាវងចាំតាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះរាយងក្រោមលំព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាំងនៃពួកមាសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសាសំព្រះភគវីបានសុខចម្រើនគ្រប់គ្នាកុំបីឃ្លាតឃ្លាគ្រាណាឡើយពោសូមអនុមោទនា